Bởi dân dầm Telegram cứ miền một nghi chởn hay những nẹo phở chởn mà tên tại sao để phim nghi sưu tầng ở tầng ảnh p để phim nghi sưu nắng cả ta hai điệp thấy có tay ta cả miền phòng đại p để dân phở vì miền tập pi cả ta đấy cứ cả ta luôn ấy cả ta platformตัวตรองท่า Telegram វាមានហានិភ័យជាងបណ្ដាញសង្គមផ្សេងបន្តិច ជំរាបសួរទូរទស្សនិកជនស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធី D4R Digital សម្រាប់ទាំងអស់គ្នាទស្សនិកជនជាទីមេត្រីបច្ចេកវិទ្យាកាន់តែទំនើបការភ្ជាប់ទំនាក់ទំនងគឺមានវិធីសាស្ត្រច្រើនមិនត្រឹមតែបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គមមួយចំនួនដែលលោកអ្នកនាងបានប្រើទេ Telegram គឺជាបណ្ដាញសង្គមមួយដែលកំពុងតែមានការពេញនិយមតាមរយៈការគិតថាបណ្ដាញសង្គមនេះមាននៅសុវត្ថិភាពខ្ពស់បណ្ដាញសង្គមនេះងាយស្រួលប្រើផ្ញើឯកសារឬក៏សម្លេងនៅក្នុងការផ្ញើសារទៅវិញទៅមកបានងាយស្រួលនិងលឿនផងដែរចាអញ្ចឹងតើបណ្ដាញសង្គមដែលកំពុងតែពេញនិយមមួយនេះមានសុវត្ថិភាពកម្រិតណាពីកម្មវិធីយើងជួយជាមួយនឹងលោកជីសុផាតដែលជាអ្នកបង្កើតនៅមាតិកា Digital ចាក៏ដូចជាអ្នករៀបចំនៅកម្មវិធី Barcamp កម្ពុជាជួយជាមួយនឹងលោកដូចតទៅជំរាបសួរលោកសុផាតចាជាថ្មីម្ដងទៀតជួបជាមួយនាងខ្ញុំដើម្បីនឹងជជែកពាក់ព័ន្ធទៅនឹងប្រធានបទបណ្ដាញសង្គម Telegram ចាពេញនិយមមែនតើចាហើយខ្ញុំផ្ទាល់ក៏ខ្ញុំប្រើប្រាស់ច្រើនដែរបច្ចុប្បន្នអញ្ចឹងក៏ចង់ដឹងថាតើបណ្ដាញសង្គមមួយនេះដែលធ្លាប់តែឮគេសរសើរថាងាយស្រួលប្រើហើយមានសុវត្ថិភាពខ្ពស់អញ្ចឹងមែនតើតើបើប្រៀបធៀបតើមានសុវត្ថិភាពខ្ពស់ជាងបណ្ដាញសង្គមផ្សេងដែរទេចាបើយើងនិយាយពី Telegram គឺមានមុខងារច្រើនហើយនឹងអ្នកប្រើច្រើនមែនទែនដោយសារតែភាពងាយស្រួលទាំងអស់នឹងឯងកំឡុងពេលដែលយើងងាយស្រួលក្នុងការប្រើសឹងថាគ្រប់គ្នាអត់ដែលអត់មាន Telegram ទេគ្រប់គ្នាមានលេខទូរស័ព្ទ2សឹងថាមាន Telegram ទាំងពីរសម្រាប់ទំនាក់ទំនងគ្នាវាងាយស្រួលតាំងតែពេលអ្នកខ្លះមិនចង់ទេឬក៏ខលរកគ្នាអស់លុយយើងប្រើតែអ៊ីនធឺណិតយើងអាចតាក់ទងគ្នាបានស្រួលមែនតើចឹងកំឡុងពេលដែលភាពងាយស្រួលហ្នឹងកត្តាហានិភ័យក៏តែងតែកើតមានផងដែរយើងនិយាយអំពីកត្តាហានិភ័យតាក់ទងជាមួយនឹងគណនីវាមានទាំងពីរដូចគ្នាយើងជួបប្រហែលសប្តាហ៍មុនដែលតាក់ទងជាមួយនឹង Facebook ហ្នឹងគឺដូចគ្នាចឹងស្តៀងគ្នាមានន័យថាពេលដែលយើងប្រើវាមានតែពីរកត្តាទេគឺកត្តាខ្លួនឯងកត្តា platform ទោះត្រង់ថា Telegram វាមានហានិភ័យជាងបណ្ដាញសង្គមផ្សេងបន្តិចដោយសារតែប្រសិនបើយើងជួបកត្តាដែលមានបញ្ហាជាមួយនឹង platform ឬក៏កត្តាគេ ban ឬក៏គេត្រូវការ delete account Telegram របស់យើងណាកម្រនឹងមានការដោះស្រាយបានណាបើសិនជាបណ្ដាញសង្គមផ្សេងពេលដែលយើងមានបញ្ហាគឺយើងតាក់ទងទៅកាន់ម្ចាស់ក្រុមហ៊ុនplatform ម្ចាស់ platform ឬក៏ឲ្យឈ្មោះថា support អ្នកជួយដើម្បីដោះស្រាយសម្រាប់ Telegram នេះគឺកម្រនឹងងាយបានមកវិញណាអញ្ចឹងហាក់បីដូចជាការប្រើប្រាស់មានហានិភ័យខ្ពស់នៅក្នុងការបាត់បង់ច្រើនមែនតើអញ្ចឹងទាមទារឲ្យយើងយកចិត្តទុកដាក់ខ្ពស់ហើយនឹងប្រុងប្រយ័ត្នមែនតើហើយ Telegram នេះគឺមានការក្លែងបន្លំងាយស្រួលមែនតើទាំងលេខទូទាំងរូបទាំងកត្តាមួយចំនួនច្រើនគឺគេងាយស្រួលខ្លែងបន្លំមែនតើទី1អ្នកណាក៏អាចបង្កើត Telegram បានដែរហើយគេអាចលាក់អត្តសញ្ញាណបានដូចជាលេខទូរស័ព្ទដៃហើយយើងអាចឆាតទៅគ្រប់គ្នាបានទៀតអញ្ចឹងវាជាកត្តាហានិភ័យងាយស្រួលមែនតើសុកមានអ្នកឆាតមកសួរនាំអញ្ចឹងទៅអាចនឹងចាញ់បោកគេក៏ថាបានដែរចាបណ្ដាញសង្គមនេះខ្ញុំឃើញថាការបង្កើតឈ្មោះដាក់ដូចគ្នាអត់មានបញ្ហាអីទេបាទចាចឹងធ្វើឲ្យជន់ឈ្មោះជន់អីធ្វើឲ្យងាយក្នុងការយល់ច្រឡំមែនតើហើយមួយទៀតពាក់ព័ន្ធទៅនឹងបណ្ដាញសង្គមមួយនេះដែរមានមនុស្សច្រើនគាត់ចូលចិត្ត store ទុករក្សាទុកនៅឯកសាររបស់គាត់ព្រោះគាត់គិតថាងាយស្រួលផ្ញើងាយស្រួល download ងាយស្រួលប្រើប្រាស់អញ្ចឹងកត្តានេះយ៉ាងម៉េចដែរចា៎បាទវាជាហានិភ័យទី1នៅពេលធម្មតា Telegram ដើម្បីបង្កើត Telegram ដើម្បីបង្កើតគណនី Telegram មួយគឺងាយស្រួលមែនតើអត់ស្មុគស្មាញទេឲ្យតែយើងមានលេខទូរស័ព្ទមួយគឺអាចបង្កើតបានណាអញ្ចឹងគ្រប់គ្នាគឺងាយស្រួលមែនតើទោះបីជាអ្នកនឹងអត់សូវបកកែបច្ចេកវិទ្យាមិនក៏ដោយគាត់បង្កើតបានអញ្ចឹងអាកត្តាបន្លំកត្តាបង្កើតងាយស្រួលនឹងឯងធ្វើឲ្យកត្តាដែលងាយស្រួលបន្លំហ្នឹងគឺច្រើនដូចគ្នាដែរអញ្ចឹងមានអ្នកបន្លំឈ្មោះស្តៀងគ្នាដោយបានលើកឡើងមិញហ្នឹងឈ្មោះស្តៀងគ្នាអីច្រើនហោហាយអញ្ចឹងទៅអញ្ចឹងអ្នកមួយចំនួនទៀតគាត់ដឹងតែប្រើទេហើយប្រើធ្វើអីគេដើម្បីឆាតទំនាក់ទំនងរួមគ្នាមុខងារក្នុង Telegram មិនថាតែឆាតទេមានមុខងារពីរទៀតទី1យើងតាមដាន channel ហើយទី2ហើយមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងការឆាតជា group ជាក្រុមយើងមានក្រុមភាគច្រើនយើងមានការងារអីធ្វើការងារជាក្រុមអញ្ចឹងអ្នកមួយចំនួនប្រើប្រាស់ Telegram វាស្រួលពេកទៅគាត់បានផ្ទុកនៅឯកសារមួយចំនួនអីគាត់ដាក់នៅហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេ password ខ្ជិលយកទៅទុកណាគាត់ក៏យកដាក់នៅក្នុងហ្នឹងដែរ save enter ទៅចូលទៅក្នុង group ឬក៏ personal របស់គាត់
គេមានកន្លែង sale គេមួយហ្នឹងយើង sale ទុកហ្នឹងចឹងទៅសួរថាមានហានិភ័យអត់មានហានិភ័យមាន2ទី1គាត់ងាយស្រួលនៅក្នុងការបាត់បង់ទី2មុខងារហ្នឹងគឺអត់ត្រូវបាន encrypt ពាក្យថា encrypt ភាសាខ្មែរមានន័យថាកូដនីយកម្មហើយសួរថាហ្នឹងមានន័យថាម៉េចគឺមានន័យថាគឺជាកូដមួយដែលបិទសោអ្វីដែលគេឃើញហ្នឹងអត់ឲ្យអ្នកណាឃើញខ្ញុំឧទាហរណ៍មួយប្រសិនបើយើងផ្ញើអីវ៉ាន់ទៅអ្នកណាម្នាក់ចាយើងតែខ្ចប់ថង់ខ្មៅខ្ចប់កេះខ្ចប់អីកុំឲ្យគេឃើញមែនទេចាអាហ្នឹងយើងបើពាក្យបច្ចេកទេសគេឲ្យឈ្មោះថា encrypt ហើយឬក៏កូដនីយកម្មហើយកម្រមានអ្នកណាដែលផ្ញើឧទាហរណ៍យើងផ្ញើលុយ$100ចុះសួរថាពេលដែលយើងផ្ញើលុយភាគច្រើនយើងបាញ់មែនទេព្រោះយើងសាកសម័យថាបើសិនយើងផ្ញើលុយវិញกระดาษ$100ភាគច្រើនយើងមិនថាដាក់ក្នុងស្រោមសំបុត្រមែនទេចាប៉ុន្តែបើយើងអត់ដាក់ស្រោមសំបុត្រទេពេលដែលយើងយកលុយទៅផ្ញើគេបងខ្ញុំផ្ញើលុយ$100សួរថាគេឃើញលេខកូដហ្នឹងអត់ឃើញលុយហ្នឹងអត់ឃើញឃើញទេចុះពេលដែលម្នាក់ហ្នឹងគាត់យកលុយ$100ហ្នឹងទៅកាន់អ្នកដឹកជញ្ជូនឃើញគេឃើញអាហ្នឹងឯងព្រោះយើងអត់បានដាក់អីទាំងអស់យើងអត់បានដាក់ស្រោមអីអត់ដាក់អត់ឲ្យបិទបាំងអត់ឲ្យគេឃើញហ្នឹងទៅអញ្ចឹងដូចគ្នាដែរនៅ Telegram នៅពេលដែលយើងផ្ញើលេខកូដចូលទៅក្នុងសាររបស់យើងថាអត់មានអ្នកឃើញក្រៅយើងទេអត់មានន័យចឹងទេអ្នកដែលឃើញគឺមាន3ចាទី1គឺក្រុមហ៊ុនដែលផ្ដល់សេវាកម្មអ៊ីនធឺណិតគាត់អាចនឹងមើលឃើញទិន្នន័យនឹងដែរចាតែសួរថាគេមើលអត់អាហ្នឹងយើងអត់ហ៊ានថាទេក្នុងករណីធ្ងន់ធ្ងរឧទាហរណ៍ថាករណីដែលគេទៅស្វែងរកបទល្មើសអីជាក់ស្ដែងគេនឹងអាចមើល data ហ្នឹងមួយចំនួនតែភាគច្រើនអាហ្នឹងត policy អីហោហែអញ្ចឹងទៅណាអ្នកណាទៀតក្រុមហ៊ុន Telegram ហ្នឹងគឺជាអ្នកឃើញអញ្ចឹងមានន័យថាទិន្នន័យដែលបង្ហាញជាមួយនឹងក្រុមហ៊ុនទាំងអស់ហ្នឹងគឺអត់សុវត្ថិភាពទេអូខេទី1ក្នុងករណីដែលគាត់បាត់បង់គណនីទាំងអស់ហ្នឹងគឺទៅអស់ហើយសួរថាយកមកវិញបានអត់ទេអញ្ចឹង Telegram វាមានហានិភ័យច្រើនជាងគេបន្តិចដែលវាស្រួលប្រើក៏ស្រួលបាត់បង់ហើយក៏មិនងាយសង្គ្រោះដែរចាចុះបច្ចេកវិទ្យាដែលលោកបាននិយាយend to end encryption ហ្នឹងតើបានន័យថាគេមិនអោយអ្នកចន្លោះកណ្ដាលឃើញតែអ្នកដែលប្រើផ្ទាល់ឥឡូវតើខ្ញុំឆាតទៅលោកអញ្ចឹងឃើញតែលោកនិងខ្ញុំឬក៏មានអ្នកណាផ្សេងទៀតឃើញពួកយើងស្ទាល់ទុកទិន្នន័យទាំងអស់នៅក្នុងក្រុមហ៊ុនគេចាអញ្ចឹងនៅក្នុងមុខងារ Telegram ធម្មតាពេលដែលយើងបើក Telegram យើងមិនឆាតរកគ្នាមែនទេការឆាតរកគ្នាហងៃនេះគឺជាការឆាតដែលអត់មាន end to end encrypt ទេមានន័យថាឆាតធម្មតាអញ្ចឹងសួរថាអ្នកណាឃើញដូចខ្ញុំនិយាយលើខាងលើអញ្ចឹងមានក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតមានក្រុមហ៊ុន database ដែលជាក្រុមហ៊ុនបង្កើត Telegram ហ្នឹងហើយជាមួយនឹងក្រុមហ៊ុនអ្នកដែលអ៊ីនធឺណិតម្ខាងទៀតហ្នឹងអាហ្នឹងអត់ end to end អញ្ចឹងដើម្បីឲ្យមានមុខងារនឹងបានគេត្រូវបង្កើតមុខងារឆាតមួយទៀតដែលគេឲ្យឈ្មោះថា secret chat secret chat ហ្នឹងគឺយើងអាចចុចលើអាត្រេ3ត្រង់កន្លែងឆាតហ្នឹងមានកន្លែងមួយគេសេថា secret chat ភាសាអង់គ្លេសឬក៏ភាសាខ្មែរបើបងប្អូនប្រើភាសាខ្មែរឆាតសម្ងាត់អូខេពេលដែលយើងបើកឆាតសម្ងាត់នឹងហើយមានន័យថារាល់សារទាំងអស់ដែលយើងបានឆាតជាមួយគ្នាដែលឆាតមកហ្នឹងសូម្បីតែក្រុមហ៊ុន Telegram ផ្ទាល់សូម្បីតែក្រុមហ៊ុនអ៊ីនធឺណិតសូម្បីតែក្រុមហ៊ុនមួយចំនួនក៏គេអាចអានទិន្នន័យនឹងបានដែរគឺមានតែឃើញតែយើងពីរនាក់ទេឧទាហរណ៍ណាហើយសូម្បីតែយើងទៅ screenshot ការថតអេក្រង់ដើម្បីបង្ហាញហ្នឹងក៏មិនអនុញ្ញាតឲ្យគេ screenshot ដែរអញ្ចឹងគឺជាមុខងារសម្ងាត់មែនសម្ងាត់ដើម្បីឲ្យការឆាតមួយចំនួនដូចជាយើងចង់ផ្ញើ password យើងចង់ផ្ញើអីមួយចំនួនគឺយើងគួរតែប្រើតាមហ្នឹងសាច់រឿងដែលយើងគិតថាគេថាសាច់រឿងដែលយើងអត់ចង់បង្ហាញអ្នកក្រៅឬក៏ថាបែកធ្លាយអញ្ចឹងយើងអាចផ្ញើតាមរយៈនឹងបានហើយមុខងារនឹងដើម្បីឆាតរកគ្នាបានលុះត្រាតែយើងអនឡាញទាំងសងខាងទៀតចាបាទអនឡាញទាំងសងខាងទៀតចាមួយសំណួរទៀតពាក់ព័ន្ធទៅនឹងទិន្នន័យសុវត្ថិភាពក្នុងការផ្ញើឧទាហរណ៍ថាឥឡូវយើងវីដេអូខលបើសិនជាទិន្នន័យយើងផ្ញើតាមរយៈរូបភាពសន្លឹកវីដេអូដែលយើងផ្ញើទៅផ្ញើមកគឺអាចក្រុមហ៊ុនឬក៏បីភាគីដែលលោកបានលើកឡើងថាមើលឃើញចុះបើសិនជាលក្ខណៈវាយយើង call ទៅផ្ទាល់ហើយនឹងវីដេអូ call ផ្ទាល់តើរូបភាពអីផ្សេងៗមានស្ទាល់ទុកនៅទីណាដែរទេស៊ីសងលើ platform ស៊ីសងលើក្រុមហ៊ុនហ្នឹងបានដាក់បញ្ចូលមុខងារ end to end នឹងអត់អញ្ចឹងបើសិនយើង call ធម្មតាគឺគេអាចឃើញ call ហ្នឹងដូចគ្នាដែរកំឡុងពេលដែលយើង call ហ្នឹងគេអាចឃើញប្រសិនបើគេចូលមកចន្លោះពេលហ្នឹងតោះណាតែនៅពេលដែលយើងមាន end to end call ណា end to end call កម្រមានដែរខ្ញុំក៏មិនបានបញ្ជាក់ថា Telegram មានអាហ្នឹងអត់ដូចគ្នាដែរតែគួរតែមាននៅក្នុង secret ហ្នឹងអស់លោកស្រីគ្រាន់តែពេលដែលយើងចូលទៅក្នុង secret chat ហ្នឹងយើងចុច call បើសិនជាយើងចុច call បានមានន័យថាអូអាហ្នឹងសូម្បីតែ call ក៏គេ encrypt ដែរ encrypt ហ្នឹងកូដនីយកម្ម
អាចសុំនឹងពាក្យនឹងទៅពូជាពាក្យបច្ចេកទេសណាទៅដល់កន្លែងណាក៏យើងនឹងត្រូវតែលើពាក្យ encrypt ឬក៏ end to end encryption ហ្នឹងឬក៏ពាក្យខ្មែរយើងគឺកូដនីយកម្មអញ្ចឹងប្រសិនបើយើងចុចកន្លែងនឹង chat secret chat ហ្នឹងឬក៏ chat សម្ងាត់មានប៊ូតុង call អញ្ចឹងមានន័យថា Telegram ហ្នឹងក៏យើងអាច encrypt ការ call នឹងផងដែរចាប៉ុន្តែបើសិនយើងប្រើធម្មតាអាចនឹងគេអាចគេឃើញដែរបាទអូចាព្រោះអញ្ចឹងគឺជាចំណុចមួយសំខាន់ដែលអ្នកប្រើប្រាស់គាត់គួរស្វែងយល់ពេលខ្លះអត់បានគិតដល់កន្លែងហ្នឹងបែរជាគិតថាអាចខលទៅខំមកអត់មានបញ្ហាអីណាចាមានមួយចំណុចទៀតដែលជាហានិភ័យដែលភាគច្រើនយើងអត់សូវចាប់អារម្មណ៍នៅក្នុង Telegram អ្នកនរគ្នាត្រូវចាំថាមានរឿងពីរដែលអ្នកនរគ្នាអាចចូលរួមជាបណ្ដាញសង្គមទីមួយគឺយើង subscribe ឬក៏យើងជាវឬយើងតាមដាន channel ចាមានន័យថាមានអ្នកដែលគាត់ចែករំលែកចំណេះដឹងគាត់មាន channel ផ្ទាល់ខ្លួនដើម្បីយើងចុចទៅយើងចាំស្ដាប់មើលថាគាត់ post អីសរសេរអីដូចនៅក្នុង Facebook នៅពេលដែលគេ post អីយើងឃើញអញ្ចឹងដែរទី2គឺ group ហ្នឹងគឺមានន័យថាគ្រប់គ្នាអាចឆាតជជែកគ្នាលេងហោះហើរអញ្ចឹងទៅ group ខ្លះមានមនុស្សច្រើនមែនទេ group មនុស្សច្រើននេះឯងគឺជាកន្លែងដែលប្រភពនៃគ្រោះថ្នាក់មូលហេតុអីដោយសារតែជាធម្មតាដូចជាបណ្ដុំនៃមនុស្សយើងអត់ដឹងថាអ្នកណាជាអ្នកណាទេយើងអត់ដឹងថានៅក្នុង group មួយមានអ្នកណាជាជនអាក្រក់មានអ្នកណាគេហៅខ្លែងបន្លំអត្តសញ្ញាណមកចាំមើលយើងមកចាំបោកមកឆោតទេជាទូទៅអ្នកទាំងអស់គ្នានឹងចំណាំថានិយាយពេលដែលអ្នកទាំងអស់គ្នា join group ធំមួយមិនរំលងមួយថ្ងៃពីរថ្ងៃនឹងមានអ្នកឆាតមកដោយអត់ស្គាល់អត្តសញ្ញាណជំរាបសួរបងសុខសប្បាយអត់ស្គាល់ខ្ញុំអត់ខ្ញុំឈ្មោះនេះអីចឹងទៅអញ្ចឹងសួរថាហេតុអីបានសុកគេមាន Telegram មកយើងជួនកាលយើង join group អញ្ចឹងពេលដែលគេ join มันមានថាយើងចូលរួម group ហ្នឹងមិនទាន់គ្រប់ទេគេឆ្លៀត keep រក្សា identity profile របស់យើងហ្នឹងទុកយកទៅដាក់ចូលក្នុង group ផ្សេងទៀតអញ្ចឹងវាគ្រោះថ្នាក់ទៅលងលើយទៅអញ្ចឹងការ join group នៅក្នុង Telegram គឺជារឿងមួយដែលយើងគួរប្រុងប្រយ័ត្នមែនទែនចាជួនកាលទៅគេអាចទាញយើងចូលក្នុង group ផ្សេងច្រើនអញ្ចឹងកន្លែងនេះមានវិធីទេអាចកុំឲ្យគេទាញអញ្ចឹងមែនតើទៅមាននៅក្នុង Telegram មានកំណត់គេឲ្យឈ្មោះថា privacy ហ្នឹងឧទាហរណ៍ថាខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាឃើញលេខទូរស័ព្ទរបស់ខ្ញុំទេណាយើងអាចចូលទៅក្នុង setting មើលពាក្យ privacy ឬក៏អ្នកដែលប្រើភាសាខ្មែរចូលទៅក្នុងការកំណត់ហើយមើលពាក្យត្រង់កន្លែងឯកជនភាពយើងនឹងឃើញមានការកំណត់មួយទាក់ទងជាមួយបិទកុំឲ្យគេទេមកបិទកុំឲ្យគេទាញចូល group បិទកុំឲ្យគេឃើញរូបរបស់យើងបិទកុំឲ្យគេឃើញលេខទូរស័ព្ទកន្លែងហ្នឹងគឺអ្នកនរគ្នាត្រូវតែយល់ដឹងមួយទៀតដើម្បីការពារតាក់ទងជាមួយនឹងការក្លែងបន្លំអត្តសញ្ញាណណារបស់មួយដែលសំខាន់បំផុតគេឲ្យឈ្មោះថា username ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាស្គាល់ username អត់ទេ username ពាក្យបច្ចេកទេសហ្មងយើងអាចបកទេឬក៏អាចពាក្យខ្មែរយើងគេថាឈ្មោះអ្នកប្រើវាខុសពីឈ្មោះរបស់យើងក្នុងអត្តសញ្ញាណប័ណ្ណក៏គេមានគេហៅថា user ID មានន័យថាយើងមិនមានឈ្មោះដូចខ្ញុំឈ្មោះជីសុផាតតែនៅក្នុងអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំមិនមានលេខកូដអត្តសញ្ញាណប័ណ្ណរបស់យើងមែនទេពេលដែលយើងធ្វើអីមួយនៅខាងរដ្ឋបាលគេនឹងសរសេរឈ្មោះយើងហើយនឹងលេខអត្តសញ្ញាណប័ណ្ណរបស់យើងហ្នឹងឯងលេខអត្តសញ្ញាណប័ណ្ណហ្នឹងវាដូចជា username អញ្ចឹងដូចគ្នាដែរនៅក្នុង Telegram យើងឈ្មោះអញ្ចឹងអ្នកទី2ក៏អាចមានឈ្មោះអញ្ចឹងដែរតែរបស់ដែលខុសគ្នាគឺ username ហ្នឹងឯងហើយដើម្បីកុំឲ្យគេបន្លំបានសូមត្រួតពិនិត្យមើលថាយើងមាន username នឹងអត់បើយើងមាន username ពេលដែលយើងឲ្យអ្នកណាម្នាក់តាក់ទងយើងតាម Telegram យើងឲ្យ username គេនឹងទៅអញ្ចឹងអត់ចេះខុសទេអត់អាចមានអ្នកណាខ្លែងអំពី username នឹងបានទេហើយអា username ហ្នឹងតែយើងដាក់អាហ្នឹងហើយអ្នកផ្សេងទៀតអត់អាចដាក់បានទេវាដូចជាលេខអត្តសញ្ញាណប័ណ្ណអញ្ចឹងយើងមានលេខហ្នឹងហើយអ្នកផ្សេងទៀតអត់អាចមានលេខហ្នឹងបានទេតែឈ្មោះអាចមានដូចគ្នាបានអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែលដឹងដែលអ្នកអស់នេះគួរដឹងហើយបើសួរថាអូលោកគ្រូអើយបងអើយខ្ញុំមិនយល់ទេអាហ្នឹងស្អីគេហៅអ្នកដែលគាត់ដឹងថាអូអូណាពូគាត់ឬមើលទូទស្សន៍បាយ័នថាត្រូវដាក់ username ជួយដាក់ឲ្យពូបន្តិចមកអាហ្នឹងគឺជាជំរឿសមួយដែលគាត់គួរតែធ្វើដែរចាពិតមែនកន្លែង username នេះគឺគាត់សង្កល់ឃើញដូច្នេះបើយើងដាក់ហើយមានអ្នកផ្សេងដាក់ហើយគេដាក់ថាដាក់អត់កើតទេព្រោះឈ្មោះនេះត្រូវបានប្រើប្រាស់ហើយចាអញ្ចឹងចំណុចនេះល្អមែនតើឲ្យកត់សង្កល់ហើយអាចជាអត្តសញ្ញាណមួយសម្រាប់គាត់ចាមួយចំណុចសំខាន់មែនតើកន្លែងនេះលោកសុផាតពូមានអ្នកខ្លះគាត់និយាយតគ្នាគាត់ថាតែមាន tick queue នឹងសុវត្ថិភាពហើយលេងអីចាអញ្ចឹងទាំង Telegram ទាំង Facebook មាន tick queue នេះគឺដើម្បីអីដែរ tick queue នេះជាប់ឈ្មោះគាត់ហ្នឹងដើម្បីអីហើយវាពិតជាសុវត្ថិភាពទេនៅពេលដែលគាត់មាន tick queue នេះហើយគាត់អាចប្រើសេរីឬក៏មិនខ្លាចគេមក hack មកអីកើតនោះចា៎ខ្ញុំសូមបែងចែករឿងពីរ tick សញ្ញា tick ពណ៌ខៀវនៅក្នុង Facebook ក៏មាន2
នៅក្នុង Telegram ក៏មានពីរប្រភេទដែរមែនតើក្នុង Telegram មានតែមួយទេខ្ញុំនឹងបញ្យល់ខ្ញុំសូមនិយាយពីបកទៅរឿង Facebook បន្តិច Telegram Facebook គឺមានសញ្ញា tick ដែលជា page អាហ្នឹងគឺយើងស្នើទៅដើម្បីបញ្ជាក់ថាម្នាក់ហ្នឹងគឺមានអត្តសញ្ញាណអញ្ចឹងទី2គឺយើងបង់លុយដើម្បីទទួលបានសញ្ញា tick ហ្នឹងបញ្ជាក់សញ្ញា tick នេះមិនមែនបង់លុយដើម្បីសុវត្ថិភាពទេគឺបង់លុយដើម្បីផ្ទៀងផ្ទាត់ថាជាឈ្មោះរបស់យើងត្រូវចាំកន្លែងនេះណាមិនមែនការបង់លុយឲ្យបានសញ្ញា Q ដើម្បីសុវត្ថិភាពទេគេ hack ចូលបានដូចគ្នាគេជ្រៀតចូលបានដូចគ្នាaccount យើងត្រូវបាន destroy ឬក៏ disable ដូចគ្នាតែអ្វីដែលងាយស្រួលគឺយើងអាចងាយស្រួលក្នុងការដោះស្រាយវិញអាហ្នឹងជារឿងមួយដែលអ្នកនរចង់ចាំបកមករឿង Telegram វិញ Telegram គឺជារឿងដែលគេប្រើទម្រង់បោកបញ្ឆោតដូចគ្នាសញ្ញា tick នៅក្នុង Telegram មានតែ2គត់ខ្ញុំអាចនិយាយថា3ទី1គឺ channel បញ្ជាក់ channel គឺយើងអាចឆាតទៅបានទេចាទី2គឺ group public group យើងអាចឆាតនៅក្នុង group បាន group មានសញ្ញា tick group ហ្នឹងមានន័យថាមិនមែនជា personal មានក្នុងក្រុមមួយមានសញ្ញា tick នៅក្នុងហ្នឹងមានក្រុមហ្នឹងត្រូវបានផ្ទៀងផ្ទាត់ដែរមួយទៀតគេឲ្យឈ្មោះថា bot នៅក្នុង Telegram គេមាន system មួយដែលគេឲ្យឈ្មោះថា bot ក៏មានសញ្ញា tick ហ្នឹងដែរក្រៅពីនោះសញ្ញា tick ដែលអ្នកទាំងអស់គ្នាឃើញគឺជាសញ្ញា tick ដែលបង់លុយដែលគេឲ្យឈ្មោះថា badge មានន័យថាដូចខ្ញុំប្រើ Telegram ខ្ញុំចង់បានសញ្ញា tick ហ្នឹងខ្ញុំបង់លុយទៅខ្ញុំដាក់សញ្ញា tick ហ្នឹងបានសញ្ញាហ្នឹងមែនតើទៅចង់ដាក់សញ្ញាអីក៏បានដែរចង់ដាក់ទង់ជាតិដាក់សញ្ញា tick ចង់ដាក់សញ្ញាអីក៏បានដែរតែអ្នកមួយចំនួនគាត់ចង់ដាក់សញ្ញា tick ព្រោះសញ្ញា tick ហ្នឹងគេយកគេថាគេយកជំរឿសទាំងកាលនៅ Facebook សញ្ញា tick ហ្នឹងវាសុវត្ថិភាពអញ្ចឹងគេយកអាហ្នឹងមកដាក់ប៉ុន្តែជាក់ស្ដែងអត់មែនទេអញ្ចឹងរាល់អ្នកដែលអ្នកទាំងអស់គ្នាឆាតបានឧទាហរណ៍ថាបើក Telegram មកឆាតឲ្យឃើញម្នាក់នឹងសញ្ញា tick សញ្ញា tick របស់អ្នកដែលយើងឆាតបានមិនមែនជាសញ្ញា tick ដែលគេឲ្យឈ្មោះថា official ទេគឺជា bait ជាការបង់លុយហើយសួរថានឹងមានសុវត្ថិភាពអត់ទេអញ្ចឹងកន្លែងនេះឯងមានអ្នកចំនួនគាត់ធ្វើការclaim បន្លំចុះយើងអាងតែមានសញ្ញា tick អូផ្លូវការស្រាប់តែជនខិលខូចនឹងឯងគេទិញសញ្ញា tick ហើយគាត់ឆាតមកថាអូខ្ញុំមកពីធនាគារកអ្នកឯងនឹងបាន loan ការប្រាក់ធូរមែនតើហៅហាយអញ្ចឹងទៅហើយយើងមើលទៅអូតំណងនេះមានសញ្ញា tick របស់គេធ្វើត្រូវមាន logo អីរបស់គេធ្វើត្រូវមែនណាប៉ុន្តែអាហ្នឹងគឺជនខិលខូចកំពុងតែបោកបញ្ឆោតយើងហើយចាអញ្ចឹងមិនមែនឲ្យតែឃើញ Q ហ្នឹងគឺសុវត្ថិភាពទាំងអស់ទេអាចនឹងគ្រោះថ្នាក់ក៏ថាបានដែរចាអាចគ្រោះថ្នាក់លើដើមទៅទៀតហើយសញ្ញា tick របស់ Q អាចគាត់ប្រើពីអត្ថប្រយោជន៍តខ្លួនអីផ្សេងមិនសម្គាល់ទៅលើសុវត្ថិភាពនេះចាអរគុណលោកសុផាតមែនតើចាជួបជ្រាបបន្ថែមទៀតពាក់ព័ន្ធទៅនឹង Telegram នេះក៏មិនធម្មតាដែរយើងក៏អាចរងនឹងហានិភ័យច្រើនពីការបោកបញ្ឆោតចាទូរទស្សនិកជនជាទីមេត្រីថ្ងៃនេះគឺជម្រាបជូនលោកអ្នកនាងពីសុវត្ថិភាពនៃបណ្ដាញសង្គម Telegram ដែលប្រើប្រាស់ជាញឹកញាប់ហើយមានការជឿជាក់ខ្លាំងមែនទែនតែឥឡូវនេះតាមការបកស្រាយពីអ្នកជំនាញសូមមានការប្រុងប្រយ័ត្នដូចគ្នាដែរចំពោះបណ្ដាញសង្គមមួយនេះផ្ដល់តែអត្ថប្រយោជន៍ផ្ដល់ទាំងហានិភ័យបើសិនបើយើងអត់ចេះគ្រប់គ្រងឲ្យបានល្អអរគុណស្វាគមន៍តាមដានទស្សនារបស់លោកអ្នកនៅក្នុងកម្មវិធី D4 Digital សម្រាប់ទាំងអស់គ្នាផ្សាយជូននៅថ្ងៃសុក្រក៏ដូចជាផ្សាយឡើងវិញនៅថ្ងៃអាទិត្យនិងមានបណ្ដាញសង្គមជាច្រើនផ្សេងទៀតរបស់ BTV ផងដែរយើងខ្ញុំទាំងពីរនាក់នៅក្រុមការងារផ្សាយនៅពេលនេះពីកម្មវិធីសូមអរគុណនិងសូមជម្រាបលាចា៎